ជំនឿសួរពុកម៉ែបងប្អូនអ៊ំពូមីងជួយទិញល្មុតខ្ញុំម្នាក់បន្តិចមកព្រោះល្មុតខ្ញុំមានតែ2កត្រកទេមានតែ2កត្រកទេអញ្ចឹងជួយទិញខ្ញុំបន្តិចមកពុកម៉ែបងប្អូនដោយសារអីដោយសារតែខ្ញុំអាចបានយកទៅលក់នៅផ្សារទេដោយសារខ្ញុំឈឺហើយណាមួយខ្ញុំម្នាក់ឯងប៉ាម៉ាក់ខ្ញុំអត់នៅអញ្ចឹងទៅខ្ញុំអត់ដឹងថាយកទៅលក់នៅណាអញ្ចឹងណាប៉ាម៉ាក់ខ្ញុំក៏អត់នៅទេហើយជួយទិញខ្ញុំបន្តិចមកហើយបើទិញខ្ញុំអត់បានដឹកជូនទេសម្រាប់នេះខ្ញុំសម្រាប់អ្នកដែលថាអ្នកដែលស្គាល់ទេលោកគ្រូធីអាចមកជួយទិញខ្ញុំបានណាអាចជួយទិញខ្ញុំបានដោយសារតែឥឡូវនេះខ្ញុំឈឺអញ្ចឹងហើយខ្ញុំអត់អាចដឹកឲ្យបានទេអញ្ចឹងណាហើយនេះល្មុតប៉ុណ្ណេះនេះបងនេះប៉ុណ្ណេះពុកម៉ែបងប្អូននេះហៅល្មុតណាំងថ្មល្មុតណាំងថ្មអញ្ចឹងពុកម៉ែបងប្អូនអាចជួយទិញបានខ្ញុំលក់1គីឡូ 3000 1គីឡូ 3000 រៀលជួយទិញខ្ញុំម្នាក់1គីឡូផងមកពុកម៉ែបងប្អូនអ៊ំពូមីងអ្នកដែលចង់ទិញប្រាប់បានតម្លាក់លេខបានណាខ្ញុំនឹងដាក់លេខទូរស័ព្ទខ្ញុំក៏បានឆាតមក account ខ្ញុំក៏បានចាំខ្ញុំឲ្យចាំខ្ញុំនៅរោងចាំអញ្ចឹងចាំខ្ញុំនៅរោងចាំក្រំប៉ាម៉ាក់ខ្ញុំមកពេលហើយម៉ោង 9 អីហ្នឹង 9 10 អីហ្នឹងអញ្ចឹងអ្នកដែលចង់ទិញអាចតម្លាក់លេខតម្លាក់ទីតាំងបានណាមកទិញនៅផ្ទះខ្ញុំបានខ្ញុំលក់តែ1គីឡូ 3000 រៀលហ្នឹងល្មុតណាំងថ្មហើយសូមអធិស្ឋានផងបើសិនណាបើខ្ញុំអត់បានតបថាព្រោះល្មុតវាមានតិចដែរទេហើយបើយើងមិនលក់វាខូចព្រោះខ្ញុំចែកគេអស់ច្រើនហើយអញ្ចឹងខ្ញុំចែកឲ្យគេអស់ច្រើនហើយខ្ញុំសុំទៅពេទ្យបន្តិចសិនណាខ្ញុំមកពីពេទ្យវិញខ្ញុំនឹងតបឆាតពុកម៉ែបងប្អូនអ៊ំពូមីងសូមអធិស្ឋានប៉ុណ្ណឹងណាជួយទិញឡើងល្មុតខ្ញុំផង